ការរៀបស្បែកអង្គយ៉ារបស់អាសងត្រីម016ឡើងរហូតដល់022គឺយើងធ្វើការរៀបគឺដូចតែសង015ចុះក្រមទេប៉ុន្តែគេថាខុសគ្នាតិចតួចរបៀបនៃការរៀបចំពោះស្បែកព្រោះអាសងត្រីម016ឡើងលើគឺមានចានមួយនេះអស់ស្បែកមួយនេះតែមានបកគោល3ស្បែកដែលមានបកគោល3នេះគឺបងប្អូនត្រូវដាក់ជាមួយនឹងចានដែលមានរន្ធយើងត្រូវរៀបយកចានដែលមានប្រហោងនេះមកដាក់ស្បែកនេះមួយហើយបងប្អូនដាក់ផ្លាតូបងប្អូនដាក់អាកងចុះក្រមណាអាស្មើមកមុខយើងណាវាមានកងមានស្មើយកអាកងចុះក្រមអាស្មើមកមុខយើងណាដាក់ផ្លាតូមួយផ្លប់មកបន្តមកទៀតចាក់ប្រេងបងប្អូនរៀបកុំភ្លេចចាក់ប្រេងវាកាលតែភ្លេចចាក់ប្រេងស្បែករបស់យើងប្រើអត់បានយូរទេបន្តមកទៀតដាក់ស្បែកមានប្រហោង3ដូចគ្នានេះមានប្រហោងនេះ1 2 3យកលេខអា3នេះធ្វើម៉េចឲ្យនៅចំកណ្ដាលប្រឡោះកណ្ដាលនេះណាលេខវាចេះណាឲ្យវានៅចំកណ្ដាលណាវានៅចំជ្រុងរបស់វាចែកមុំរបស់វាកណ្ដាលទៅទៀតដាក់ប្រេងរួចដាក់ផ្លាតូបញ្ជាក់ផ្លាតូត្រូវយកអាកងចុះក្រមទាំងអស់ហើយអាស្មើមកមុខយើងអានេះសម្រាប់ដែលរៀបនៅលើចានដែលមានរន្ធណាអាស្មើមកមុខយើងអាកងទៅចុះក្រមតែបើពេលយើងដាក់ចូលគឺអាកងមកមុខយើងអារៀបស្មើទៅខាងក្នុងណាអានេះខ្ញុំនិយាយរឿងតែរៀបជាមួយនឹងចានដែលមានរន្ធហើយដាក់ប្រេងចូលទៅទៀតស្បែកមួយទៀតស្បែកបងប្អូនយកអារន្ធប្រហោងនេះដាក់ឲ្យចំក្លែងរបស់វាចំមកប្រហោងនេះដូចគ្នាមកដាក់ប្រឡុកលេខវាឲ្យចំកណ្ដាលចេះដូចគ្នាទៅមកទៀតដាក់ផ្លាតូមួយទៀតផ្លាតូយកអាកងចុះក្រមផ្លាតូទៅមកទៀតស្បែកមួយទៀតណាចាក់ប្រេងមួយសិនណាចាក់ប្រេងហើយនេះបានស្បែកលើកនេះដល់វគ្គលើកនេះគឺយើងយកអារន្ធនេះមកនៅចំជាមួយនឹងបកគូលម្ដងណាយកអារន្ធនេះមកចំនឹងបកគូលម្ដងគឺយើងត្រូវដាក់រសឿសិនរសឿរបស់វាមាន3គ្រឿបណាបន្តមកទៀតយើងដាក់រសឿវាចូលតាមបកគូលវាទាំង3មកណាដោយសារចាប់ពីអាត្រីម016ឡើងមកលើគឺវាខុសគ្នាតង់រសឿនេះឯងហើយនឹងស្បែកមានបកគូលហើយស្បែករបស់វាក៏ខុសគ្នាដែរណាដាក់រសឿបន្តមកទៀតគឺបងប្អូនត្រូវដាក់អានេះដាក់ស្បែកនេះឲ្យចំអារន្ធប្រហោងនេះអាប្រហោងនេះខ្ញុំទៅអលឲ្យចំជាមួយនឹងរសឿឲ្យចំជាមួយនឹងរសឿអញ្ចឹងមកហើយបងប្អូនញែកអានេះឲ្យត្រូវចំនឹងរសឿអញ្ចឹងមកហើយណែបានយើងដាក់វាបញ្ចូលជាមួយនឹងចានមកជាហៀងទៀតដោយចានមកជាហៀងទៀតនេះគឺវាមានពងរបស់វាបងប្អូនដាក់ពងនេះឲ្យចំនេះពងវានៅត្នេះហើយនេះមានបតក់វានៅត្នេះមួយទៀតដាក់ឲ្យចំគ្នាដាក់ចំជាមកលោកប៉ុណ្ណេះគឺចូលហើយទើបពីចូលហើយយើងតម្រេមអានេះឲ្យត្រង់មកតម្រេមឲ្យត្រង់ហើយគឺយើងចាប់ដល់វាចាប់ចូលជាមួយនឹងចានតឡោរបស់វានេះប៉ុណ្ណេះគឺរួចជាការស្រេចហើយដាក់ចូលក្នុងនេះគឺបងប្អូនមានចង្អួរវែងចង្អួរវែងនេះដាក់ចំមកប្រឡោះរសឿហើយចង្អួរខ្លីនេះគឺដាក់ចំជើងវាធម្មតានេះខ្ញុំមានចង្អួរវែងនេះចង្អួរខ្លីហើយយើងដាក់ទៅអារសឿនោះឲ្យចំតាមរសឿទៅអាចនឹងពិបាកតិចដោយសារគាត់នេះវាមានកន្លែងរសឿនេះតែប៉ុណ្ណេះជាការស្រេចបងប្អូនចាប់ជើងចាប់អុយវាទៅចាប់ជើងចាប់រសឿវាទៅចប់ហើយប្រើប្រាស់បានធម្មតាហើយតោះបានហើយ